បងប្អូនថ្ងៃនេះខ្ញុំមកមើល display home ទៀតហើយអានេះផ្ទះទី1យើងមកមើលផ្ទះថ្មីចឹងណាខែឡូនតិចទៀតអនាគតទៅបានផ្ទះថ្មីណាស់គេអូខេផ្ទះទី1ចូលមកគឺមានបន្ទប់ទទួលភ្ញៀវនេះអូអានេះគេរៀបសទាំងអស់ណាហើយអានេះmaster bed គេ master bedroom ហើយអានេះកន្លែងដាក់កៅអៅ Oh my god look at that bathroom so big អូធំណាស់ហើយកន្លែង shower មានអាធំអ៊ុងមួយមានអាទូចមួយមាន12វ៉ាវធំ master bedroom គេនេះអញ្ចឹងយើងទៅបន្តទៀតបន្តគឺអូយអានេះគេមានកន្លែងដាក់អីវ៉ាន់អូអានេះចេញទៅការ៉ាស់ទ្វារនេះទៅការ៉ាស់ហើយចូលពីការ៉ាស់មកនេះមានកតុបគេងគេសិតតែ built in room កន្លែងដាក់កៅអៅមានកន្លែងដាក់កៅអៅស្រេចចឹងហ្មងឥឡូវយើងទៅមើលកតុបមួយទៀតផ្ទះនេះដូចជាមាន4កតុបនេះអានេះបន្ទប់មួយទៀតសិតតែ carpet ceiling ខ្ពស់ដាក់downlight ទៀតហើយអានេះកន្លែងគក់កៅអៅអានេះយើងចេញទៅក្រៅចេញអីចឹងណាអូអានេះគេបើកឲ្យយើងមើលណានេះចេញទៅខាងក្រៅអូខេយើងអត់ចេញទេព្រោះអីថ្ងៃហ្នឹងភ្លៀងកន្លែងគក់កៅអៅគេមានកន្លែងលេងដៃមានអីហើយមានទូគេដាក់អីវ៉ាន់ច្រើនណាស់នេះមកមួយទៀតនេះអានេះក៏កន្លែងដាក់អីវ៉ាន់ដែរហើយយូរទៅអានេះកន្លែងកតុបទឹកអូយស្អាតណាស់មានស៊ីងលាងដៃដល់2មើលបន្ទប់ទឹក nice តែអានេះគឺ toilet ផ្ទះ first home នេះធ្វើសិតតែពណ៌សហើយនេះកតុប last one កតុបទី4សិតតែមានទូដាក់កៅអៅទាំងអស់វាំងននគេនេះអានេះស្រួលយើងរុញវាទៅបើកវាំងននបានហើយអូយនៅពីក្រោយគេសង់ផ្ទះថ្មីទៀតអានេះដីមិនសូវធំទេប៉ុន្តែសង់ប៉ុណ្ណឹង not bad បិទវិញមកទៅមើល kitchen នេះកន្លែងញ៉ាំបាយហើយ TV កន្លែងយើងដាក់ TV ចំណែកអានេះគឺ kitchen អូយសល់ធំហ្នឹង kitchen គេអានេះប្រើ gas កន្លែងផ្ទះខ្លះប្រើភ្លើងមានម៉ាស៊ីនលាងចានហើយនេះកន្លែងលាងចានលាងអីឥឡូវគេធ្វើស៊េរីថ្មីគេដាក់អាស៊ីងនេះនៅខាងក្រោមនេះហ្មងចឹងទៅពេលលាងមានទឹកមានអីវាស្រួល clean up ស្អាតទេហើយនៅខាងមុខ kitchen ហ្នឹងយើងដាក់តុ TV អីចឹងណាហើយអានេះគេមាន pantry ចឹងនេះកន្លែងយើងដាក់អីវ៉ាន់ដាក់ហើយនៅនេះមានស៊ីងមួយសម្រាប់លាងអីទៀតអូយទូច្រើនមែនតើអានេះមិញយើងដើរចូលមកហើយឥឡូវយើងទៅខាងនេះវិញយើងចង់ចេញទៅខាងក្រៅនេះទ្វារគេ
បើកទៅមើលខាងក្រៅអូខេចេញមកខាងក្រៅនេះយើងគេនៅសល់ខាងក្រៅគេប្រក់អីហើយអស់ហើយនេះទិញតែសាឡុងមកដាក់អង្គុយលេងក្រៅហើយនេះដីនៅសល់ប៉ុណ្ណឹងឯងដើមផ្កាដើមឈើឡើងពេញណោះអានេះមកចំហៀងទៀតអូខេយើងទៅមើលក្នុងផ្ទះវិញឲ្យអស់សិនចូលមកពេញភ្នែកហ្មងដោយសារវាពណ៌សអូហើយតនេះកន្លែង study room That's nice study room គេ study room និយាយចំនៅចិត្ត master room នេះ master room នៅនេះហើយចូលមក study room នៅខាងនោះចំណែកអានេះក៏ទៅទទួលភ្ញៀវបើអញ្ចឹងផ្ទះនេះធំមែនទែនអានេះផ្ទះធំណាមើលគេរៀប kitchen ឡើងស្អាតអូខេ let's go ទៅមើលមួយទៀតចេញទៅវិញហើយទ្វារគេបើកមកជួរនេះសិតតែផ្ទះថ្មីទាំងអស់អូខេទៅមើលមួយទៀតអានេះការ៉ាស់2ដែរអាមិញក៏ការ៉ាស់2ដែរអូខេអានេះមកមើលមួយទៀតអូ it's locked yeah it's locked can't go in ដើរទៅមួយទៀតមុនហ្នឹងឡក់ឥឡូវចូលមួយនេះម្ដងនេះចូលមកគេមានឲ្យយើងជូតជើងអញ្ចឹងយើងជូតជើងតែកុំឲ្យប្រឡាក់ផ្ទះគេអូអានេះក្រាឈើវ៉ាវចូលមក master bed ណាកន្លែងដាក់កៅអៅហើយអានេះកន្លែងងូតទឹកប្រគុណកន្លែងងូតទឹកមើលកន្លែង shower គេ Oh my god shower គេអូយធំណាស់ហើយក្រោគេរៀបដល់លើហ្មងបាទនេះប្រើពណ៌ខ្មៅផ្ទះមុនហ្នឹងគេប្រើពណ៌សចឹងយើងចេញទៅវិញផ្ទះនេះភាគច្រើនពណ៌ខ្មៅផ្ទះទី1សិតតស master bedroom ហើយយើងចេញមកអូអានេះបន្ទប់ទទួលភ្ញៀវអូយបន្ទប់ទទួលភ្ញៀវគេ design មកបងប្អូននេះទ្វារបិទចិត្ត nice ស្អាតហ្មងនេះហើយយើងបើកទ្វារវិញមកចង់បិទទ្វារក៏បានចង់បើកក៏បានហើយអានេះកន្លែងគក់កៅអៅមានទូគេដាក់កៅអៅដាក់អីវ៉ាន់ដាក់ vacuum ដាក់អីចឹងទៅដាក់សាប៊ូដាក់អីចឹងណាហើយអានេះចេញទៅក្រាស់ឡាននេះក្រាស់ឡានចឹងយើងទៅខាងក្រោយមួយទៀតអូមានទូទៀតនេះទូដាក់អីវ៉ាន់ហើយចូលមកដល់ kitchen wow look at this so nice មើលពណ៌រៀងកាហ្វេអូយលឺអីណា
Ô là cái bà tủ tực cọ chật bà đợi bà đặt chật. Ok. Ôi tủ tực cọ cái này. Oh my god. So big one ទូទឹកកកហើយដាក់ពណ៌ខ្មៅមើលអត់ដឹងទេស្មើទូធម្មតាតើតាំងពីទូទឹកកកសោះមកនេះស្អាតមែនតើខាងលើនេះខាងលើហ្នឹងទូធម្មតាដល់ពេលខាងក្រោមនេះទូទឹកកក2ជាន់អានេះកន្លែងដាក់អាកនេះឃើញទេផ្ទះនេះអានេះប្រើភ្លើងចក្រាននេះប្រើភ្លើងបិទក្រូទាំងអស់នៅខាងលើនេះយើងចង់ដាក់អីវ៉ាន់អីក៏បានដែរសាប៊ូទូណាអ្នកគៀននេះមាន pantry គេទៀត Oh my god វ៉ាវចូលមកមើលបន្ទប់ secret ធំណាស់ដាក់អីវ៉ាន់ចុះច្រើនមែនតើគេធ្វើលាក់ពីក្រោយ kitchen ហ្មងនេះមើលចក្រានណានេះហើយអានេះដូចទូយើងធម្មតាអញ្ចឹងដល់ពេលបើកមក Oh my god so big ម៉ណែចូលទៅដល់ប៉ុណ្ណាណៃហើយខាងមុខហ្នឹងនេះកន្លែងលេងចានលេងឆ្នាំងទូដាក់ចានដាក់ឆ្នាំងអានេះម៉ាស៊ីនលេងចានOh my god មើលអត់ដឹងទេណាព្រោះអីតាមធម្មតាវាពណ៌ silver ដល់ពេលអានេះគេដាក់ប្រកបចូលក្នុងទាំងអស់អញ្ចឹងទៅអត់ដឹងទេនេះស្មានតែកន្លែងដាក់ចានតាំងកពិតបើកមកទូលាងចានសោះនេះអានេះកន្លែងដាក់ចានដាក់ស្លាបព្រាអានេះធុងសម្រាមដាក់ចានដាក់ស្លាបព្រាហើយមានទូនៅនេះទៀតផ្ទះអីរៀបចំឃើញសុទ្ធតែទូមានកន្លែងដាក់អីវ៉ាន់ច្រើនណាអូខេហើយមានតុញ៉ាំបាយនៅនេះមួយហើយអានេះកន្លែងយើងអង្គុយលេងរួចយើងចង់ចេញទៅខាងក្រៅក៏បានដែរនេះបើកកលឹះនេះតែប៉ុន្តែគេអត់ប្រក់ដំបូលខាងក្រៅទេយើងបាច់ចេញទៅទេ TV គេដាក់ជាប់នឹងជាងអូខេយើងទៅមើលបន្ទប់គេងអានេះអូយមានទូទៀតហើយនេះទូដាក់អីវ៉ាន់ទៀតហើយអូខេអានេះបន្ទប់គេងនេះសិតតែមានកន្លែងដាក់កៅអៅកន្លែងបញ្យួរកៅអៅអញ្ចឹងគឺថាវាស្រួលយើងមិនបាច់ទិញទូមិនបាច់ទិញអីដាក់ញញហើយអានេះកតុបទី3មានតង្ហាល់មានម៉ាស៊ីនត្រជាក់លយណានេះនេះបន្ទប់ទី3មានទូកៅអៅដូចគ្នាភាគច្រើនប្រើពណ៌ខ្មៅផ្ទះនេះហើយចំណែកអានេះ toilet អានេះបន្ទប់ងូតទឹកនេះលាងដៃលាងអីហើយអានេះបន្ទប់ shower អូយ shower គេធំណាស់នេះវ៉ាវអូខេទៅបន្តទៀតអានេះបន្ទប់ទី4 4 bedroom សិតតាមានទូដាក់កៅអៅដាក់អីស្រេចចឹងហ៎មកទៅវាទលាយនេះអស់ហើយអញ្ចឹងយើងត្រឡប់ទៅក្រៅវិញនេះខាងក្រៅស្អាតទេបងប្អូនផ្ទះទី1ផ្ទះទី2ពេញចិត្តឲ្យមួយណាដែរបើខ្ញុំពេញចិត្តអសនឹងវាចូលទៅវាភ្លឺប៉ុន្តែវា design មួយយ៉ាងម្នាក់វាស្អាតមួយយ៉ាងមួយបែបម្នាក់អូខេខ្ញុំមកបង្ហាញពីផ្ទះនេះសិនខ្ញុំទៅមើលផ្ទះមួយទៀតបាយ